សម្ដេចមហារដ្ឋាភិបាលទីកាធិបតីខុនសូដារីប្រធានរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញថ្លែងសន្ទរកថាស្ដីពីវឌ្ឍនភាពនៃការរីកចម្រើនវិស័យសមភាពយេនឌ័រនៅក្នុងប្រទេសកម្ពុជាជម្រាបជូនកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីនៅទីក្រុងប៉េកាំងសាធារណរដ្ឋប្រជាមានិតចិននៅរសៀលថ្ងៃទី13ខែតុលាឆ្នាំ2025នេះថាចាប់តាំងពីឆ្នាំ1995មកប្រទេសកម្ពុជាបានអនុវត្តនូវសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំងដែលជាគោលការណ៍ណែនាំមួយនៅក្នុងការអភិវឌ្ឍជាតិស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមនៅចំពោះមុខថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិនីតិប្រតិបត្តិភ្នាក់ងារអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍនិងអង្គការអន្តរជាតិពាក់ព័ន្ធមកពីបណ្ដាប្រទេសជាង100ពីគ្រប់ទ្វីបទាំង5នៃពិភពលោកសម្ដេចប្រធានរដ្ឋសភាកម្ពុជាបានគូបញ្ជាក់ថាកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការដោយជិតស្និទ្ធជាមួយបណ្ដាដៃគូពាក់ព័ន្ធទាំងអស់ដើម្បីកសាងអនាគតមួយដែលគ្រប់ស្ត្រីនិងក្មេងស្រីអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរសមភាពនិងមានឱកាសគ្រប់គ្នាសម្ដេចរដ្ឋាភិបាលទីកាធិបតីខុនសូដារីបានបញ្ជាក់ថាកម្ពុជាបានជំរុញភាពស្មើគ្នានៃយេនឌ័រនៅក្នុងកម្រិតបឋមសិក្សានិងមធ្យមសិក្សាហើយក្មេងស្រីជាច្រើនបានបន្តការសិក្សានៅកម្រិតឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មនិងគណិតវិទ្យា STEM ថែមទៀតផងអត្រាមរណភាពមាតាមានការធ្លាក់ចុះពី437ក្នុងមួយសែនកំណើតរស់នៅឆ្នាំ2000មកនៅត្រឹម154ក្នុងឆ្នាំ2022អំពើហិង្សាក្នុងគ្រួសារបានធ្លាក់ចុះពី29%ក្នុងឆ្នាំ2014មកនៅត្រឹម14%ក្នុងឆ្នាំ2021ដោយសារតែយើងមានច្បាប់និងសេវាគាំទ្រផ្ដោតលើជនរងគ្រោះស្ត្រីជាច្រើនបានក្លាយជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រិននិងសហគមន៍ដែលទទួលបាននូវការងារនិងហិរញ្ញវត្ថុកាន់តែច្រើនឡើងស្ត្រីជាមន្ត្រីរាជការមានប្រមាណ 42% ហើយក្នុងនោះ 28% មានមុខតំណែងជាអ្នកដឹកនាំស្ត្រីកម្ពុជាជាង800នាក់បានបំពេញការងារប្រកបដោយមោទនភាពនៅក្នុងបេសកកម្មថែរក្សាសន្តិភាពក្រោមក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិសូមជម្រាបជូនថាកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្ដីពីស្ត្រីបានប្រកធ្វើឡើងក្រោមមូលបត្រស្ដីពីអនាគតរួមគ្នាតែមួយដំណើរការថ្មីនិងលឿនសម្រាប់ការអភិវឌ្ឍស្ត្រីលើគ្រប់វិស័យកិច្ចប្រជុំដ៏សំខាន់និងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះមិនត្រឹមតែដើម្បីប្រពអបអរសាទរខួបលើកទី30នៃសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំងដែលត្រូវបានអនុម័តនៅឆ្នាំ1995ប៉ុណ្ណោះទេប៉ុន្តែជាឱកាសមួយដ៏ប្រសើរក្នុងការពិនិត្យពីវឌ្ឍនភាពនិងការប្រជុំនានាដែលស្ដែងចេញពីការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំងហើយត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនិងប្រព័ន្ធស្តង់ដារជាសកលសម្រាប់ជំរុញសមភាពយេនឌ័របង្កើនភាពអង់អាចដល់ស្ត្រីនិងការពារសិទ្ធិរបស់ស្ត្រីនិងក្មេងស្រីនៅទូទាំងពិភពលោកសម្ដេចប្រធានរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាជាការពិតណាស់ទោះបីសម្រេចបានសមិទ្ធផលគួរជាទីមោទនៈយ៉ាងនេះក្តីក៏នៅមានបញ្ហាប្រឈមជាច្រើនចាំបាច់ត្រូវបន្តខិតខំបន្ថែមទៀតដើម្បីជួយឲ្យស្ត្រីនិងក្មេងស្រីសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេសម្ដេចរដ្ឋាភិបាលបានអំពាវនាវថាក្រោមមូលបត្រអនាគតរួមគ្នាតែមួយកម្ពុជាសូមអំពាវនាវឲ្យមានការបង្កើតបរិយាកាសល្អទាំងថ្នាក់ជាតិនិងអន្តរជាតិដើម្បីពន្លឿនការអនុវត្តសេចក្តីថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំងបន្តទៀតការផ្លាស់ប្ដូរជាប្រព័ន្ធដើម្បីជំរុញសមភាពក្នុងការទទួលបាននិងលទ្ធផលសម្រេចបានសម្រាប់ស្ត្រីនិងក្មេងស្រីការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីនិងក្មេងស្រីតាមរយៈការអភិវឌ្ឍវិជ្ជាជីវៈលើកកម្ពស់ការទទួលបាននៅបច្ចេកវិទ្យានិងនវានុវត្តន៍រួមទាំងបញ្ញាសិប្បនិម្មិត AI ជាដើម